មានអ្នកជំងឺម្នាក់គាត់សួរខ្ញុំថាលោកគ្រូហេតុអីបានជាការព្យាបាលជំងឺធ្លាក់ទឹកចិត្តនិងថប់អារម្មណ៍សម្រាប់គាត់វាមានការលំបាកមែនគាត់ទៅព្យាបាលច្រើនពេទ្យហើយច្រើនកន្លែងពេលខ្លះទៅដល់ស្រុកគេទៀតហេតុអីក៏ជំងឺរបស់គាត់ហ្នឹងមិនមានភាពធូរស្រាលអញ្ចឹងតើអាហ្នឹងវាមកពីបញ្ហាអីមែនតើខ្ញុំក៏គិតឡើងវិញហើយខ្ញុំក៏លើកប្រធានបទនេះឡើងដើម្បីឲ្យបងប្អូនយកទៅគិតហើយនឹងពិចារណាដល់អ្នកគ្នាតើយើងនៅក្នុងហេតុផលណាហើយយើងអាចនឹងដោះស្រាយទៅតាមអ្វីដែលយើងនៅក្នុងនឹងជាក់ស្ដែងខ្ញុំបែងចែកមូលហេតុហ្នឹងគឺជា3កត្តាធំកត្តាទី1នេះគឺតកតងជាមួយនឹងអ្នកជំងឺខ្លួនឯងផ្ទាល់កត្តាទី2គឺតកតងជាមួយនឹងជំងឺធ្លាក់ទឹកចិត្តជំងឺថប់អារម្មណ៍ហ្នឹងគឺជំងឺរបស់យើងកត្តាទី3គឺតកតងជាមួយនឹងអ្នកព្យាបាលឬក៏យើងនិយាយថាគ្រូពេទ្យព្យាបាលអញ្ចឹង3កត្តាហ្នឹងហើយដែលជាមូលដ្ឋានចម្បងដែលធ្វើឲ្យការព្យាបាលជោគជ័យឬក៏មិនជោគជ័យអញ្ចឹងយើងនឹងមកគិតទាំងអស់គ្នាខ្ញុំនិយាយអំពីកត្តាអ្នកជំងឺអញ្ចឹងទី1អ្នកជំងឺខ្លួនឯងហ្នឹងគាត់មិនសូវជាមានការយល់ដឹងអំពីជំងឺធ្លាក់ទឹកចិត្តមិនសូវការយល់ដឹងឧទាហរណ៍ថាពេលដែលគាត់មានភ័យមានខ្លាចខ្លះគាត់ហ្នឹងមិនធម្មតាណាគេក៏មានដែរប៉ុន្តែចាក់ស្ដែងវាជាការភ័យខ្លាចក្នុងលក្ខណៈជាជំងឺចំណេះដឹងរបស់គាត់ជាមួយនឹងជំងឺផ្លូវចិត្តអត់សូវមានទេដោយសារអីដោយសារពេលខ្លះគាត់បានយកពេលវេលារបស់គាត់ទៅស្វែងយល់អំពីជំងឺហ្នឹងឲ្យបានគ្រប់គ្រាន់ហើយខ្លះទៀតទៅគាត់គិតថាជឿទៅលើអបិយជំនឿពេលដែលគាត់អត់ស្រួលគាត់អីអញ្ចឹងការព្យាបាលរបស់គាត់អត់ទៅរកគ្រូពេទ្យបានត្រឹមត្រូវទេគាត់ទៅរកព្យាបាលតាមបែបអរូបីច្រើនជាការពិតការបញ្ហាឬក៏ការព្យាបាលបែបអរូបីខ្ញុំមិនថាអវិជ្ជមានទាំងអស់ទេពេលខ្លះអាចមានប្រយោជន៍ចំពោះអ្នកជំងឺដែរប៉ុន្តែការព្យាបាលខ្លះវាអូសបន្លាយមិនន័យថាវាទាញពេលវេលារបស់អ្នកជំងឺឲ្យឆ្ងាយពីការព្យាបាលវិទ្យាសាស្ត្រយូរអញ្ចឹងជំងឺនេះចេះវិវត្តយូរទៅធ្ងន់ទៅអីអញ្ចឹងទៅករណីខ្លះទៀតអ្នកជំងឺខ្លួនឯងគាត់មានការគិតបែបអវិជ្ជមានជ្រុលការគិតបែបទុតិយនិយមជ្រុលហើយអ្នកខ្លះទៀតគាត់មានទម្លាប់ធ្វើអីដែលខ្លាចយកទៀតថាគាត់ទៅចិត្តមើលទៅលើព័ត៌មានដែលខ្លាចព័ត៌មានដែលរន្ធត់ព័ត៌មានអីចឹងយូរទៅក៏វិវត្តទៅជាមានជំងឺនឹងកើតឡើងអីចឹងទៅហើយខ្លះទៀតការរស់នៅរបស់គាត់ហ្នឹងគឺយើងចង់និយាយថាមិនមាន healthy habit ការគេងរបស់គាត់ហ្នឹងគាត់គេងមិនបានគ្រប់គ្រាន់ការគេងរបស់គាត់ហ្នឹងគាត់មិនសូវឲ្យតម្លៃលើការគេងអីចឹងទៅអញ្ចឹងអានេះគឺជាកត្តាអ្នកជំងឺដែលធ្វើឲ្យរាំងស្ទះទៅដល់ការព្យាបាលអីចឹងទៅកត្តាមួយទៀតក៏យើងអាចរាប់ថាកត្តាអ្នកជំងឺដែរគាត់ថាវារៀងជាលិះបន្តិចព្រោះមានអ្នកជំងឺខ្លះគាត់រៀងអវិជ្ជមានជាមួយនឹងការព្យាបាលដោយថ្នាំបានន័យថាម៉េចបានន័យថាគាត់ស្វែងយល់ហើយប៉ុន្តែគាត់អត់ជឿលើគ្រូពេទ្យទេអ្នកដតីប្រាប់ថាការព្យាបាលហ្នឹងអ្នកឯងឃើញនៅចិត្តផ្ទះខ្ញុំចេះនៅចិត្តផ្ទះខ្ញុំចេះព្យាបាលទៅពីឈឺតិចតួចរហូតដល់ធ្ងន់ហ្នឹងទៅអញ្ចឹងគាត់ខ្លាចតែអត់ចង់ហ៊ានព្យាបាលទេជាការពិតការព្យាបាលមួយចំនួនគ្រូពេទ្យគាត់អាចថាមិនមានភាពប៉ិនប្រសប់ក្នុងការព្យាបាលការប្រើប្រាស់ឱសថវាមិនបានត្រឹមត្រូវអញ្ចឹងវាធ្វើឲ្យអ្នកជំងឺហ្នឹងគាត់មានផលរំខានច្រើនអញ្ចឹងយើងមើលទៅដូចជាធ្ងន់ជាងមុនវាពិតជាមានប៉ុន្តែវាមិនទាំងអស់អ្នកខ្លះគាត់ជួបរឿងមួយករណីពីរករណីគាត់យកមក over generalize បានន័យថាម៉ៅទាំងអស់អញ្ចឹងវាធ្វើឲ្យអ្នកជំងឺអូខ្លាចគាត់អត់ហ៊ានទៅព្យាបាលទេអញ្ចឹងទៅធ្វើម៉េចគាត់នឹងអង្គុយឈឺនៅនឹងអត់ហ៊ានទៅណាតើតើជាមួយកត្តាទី2កត្តាទី2បានន័យកត្តាជំងឺមែនតើជំងឺធ្លាក់ទឹកចិត្តជំងឺថប់អារម្មណ៍វាជាជំងឺមួយដែលមានភាពស្មុគស្មាញខ្លាំងដោយសារតែមូលហេតុមួយចំនួនគេចោទប្រកាន់តែមកពីសារធាតុគីមីក្នុងខួរក្បាលហ្នឹងវា imbalance មិនន័យថាវាមានតយភាពរវាងគ្នាមិនគ្នាសារធាតុគីមីដែលគេចង្អុលចំហ្នឹងវាមាន3ធំទី1គឺ serotonin norepinephrine ហើយនិង dopamine សារធាតុទាំង3ហ្នឹងមិនមានន័យងាយស្រួលថាឲ្យតែ serotonin អត់គ្រប់ឬមួយណាអត់គ្រប់ទេគេប្រាប់ពីថាអតយភាពចិត្តមិនន័យថាវាត្រូវឆ្លើយឆ្លងគ្នាទៅមកមានមួយណាល្អៀងមួយណាមិនឆ្លើយមួយគ្នាមានមួយណាដែលថាធ្វើការលើសជំងឺហ្នឹងនឹងកើតមានឡើងហើយអញ្ចឹងភាពស្មុគស្មាញទី1ភាពស្មុគស្មាញទី2ការដែលយើងព្យាបាលយើងប្រើឱសថយើងឬក៏យើងធ្វើអីណាមួយដើម្បីទៅកែប្រែកន្លែងហ្នឹងគឺមានភាពលំបាកមិនលំបាកធម្មតាគឺលំបាកខ្លាំងដែរមូលហេតុដែលលំបាកខ្លាំងទី1វានៅក្នុងខួរក្បាលឱសថល្មមគឺពិបាកចូលការដែលចូលទៅក្នុងខួរក្បាលហ្នឹងពីព្រោះខួរក្បាលគេមានសរទះមួយគេហៅថា blood brain barrier បានន័យថាការដែលសារធាតុគីមីណាមួយល្មមគឺมันអាចជ្រាបចូលបានទេអញ្ចឹងថ្នាំគឺក៏គេត្រូវធ្វើមួយដោយមានការគិតខ្លាំងដើម្បីឲ្យធ្វើឲ្យវាមានសកម្មភាពក្នុងការវិធ្វើការអញ្ចឹងកន្លែងហ្នឹងមួយដែលជាការលំបាកហើយជំងឺធ្លាក់ទឹកចិត្តគឺក៏ជំងឺថប់អារម្មណ៍ហ្នឹងគឺវារួមផ្សំច្រើនរួមផ្សំតាំងពីការរស់នៅទម្លាប់បែបបត់គ្រួសារសង្គមអញ្ចឹងវាធ្វើឲ្យជំងឺហ្នឹងគឺមានភាពព្យាបាលគឺលំបាកខ្លាំងឧទាហរណ៍ថាការព្យាបាលរបស់គ្រូពេទ្យទៅប៉ុន្តែការរស់នៅរបស់គាត់គឺនៅក្នុងបរិយាកាសមួយដែលវាស្មុគស្មាញច្រើនអីច្រើនវាមិនអាចដោះស្រាយបញ្ហាសង្គមក៏បានក៏ការព្យាបាលហ្នឹងគឺមានភាពលំបាកដែរអញ្ចឹងហើយបានយើងចង់និយាយថាការរួមផ្សំហ្នឹងគឺវាច្រើនហេតុនេះហើយបានការព្យាបាលគឺគាត់បីផ្សារភ្ជាប់គ្នារវាងការជួយខ្លួនឯងការជួយពីសង្គមបើសិនជាមានហើយនឹងការជួយពីគ្រូពេទ្យឲ្យបានខ្លាំងមែនទែនហ្នឹងមិនជួយតិចតួចគឺជួយខ្លាំងមែនទែនគ្រូពេទ្យបើសិនគ្រូពេទ្យខ្លះគាត់សួរនាំមិនសូវសួរនាំមិនសូវណែនាំមិនសូវអីក៏ការព្យាបាលក៏មិនសូវជាមានភាពជោគជ័យដែរចំណុចទី3គឺតាក់ទងជាមួយនឹង
បញ្ហាតាក់ទងជាមួយនឹងអ្នកព្យាបាលផ្ទាល់កន្លែងនេះមួយគឺមែនតើគឺអាចជាបញ្ហាមួយធំគួរសមដែរពេលដែលយើងឈឺយើងត្រូវគ្រូពេទ្យប៉ុន្តែបើគ្រូពេទ្យពេលខ្លះការព្យាបាលរបស់គាត់វានៅមានភាពដែលថាមិនទៅជាច្បាស់លាស់មិនសូវជាតាមដានមិនយកចិត្តទុកដាក់មួយការព្យាបាលហ្នឹងគឺសឹងថាទៅយ៉ាងលំបាកបើសិនជាជំងឺដែលសាមញ្ញមិនសិតអីទេតែបើជំងឺពិបាកគ្រូពេទ្យគាត់រៀងមិនសូវចំណាប់ទៀតគឺការព្យាបាលពិបាកទៅមកហើយខ្ញុំឧទាហរណ៍មួយឧទាហរណ៍ថាគាត់មានជំងឺធ្លាក់ចិត្តថប់អារម្មណ៍គាត់ទៅពិគ្រោះជាមួយគ្រូពេទ្យគាត់និយាយក្នុងរយៈពេលមួយខ្លីអត់បានស្វែងយល់អំពីជំងឺហ្នឹងក្នុងទម្រង់បែបណាគាត់ចេញថ្នាំវឹកអូខេយកទៅលេងទៅមួយខែទៀតមកជួបវិញអញ្ចឹងជំងឺហ្នឹងថាតើគ្រូពេទ្យគាត់យល់ប៉ុណ្ណាដែរអំពីអាការៈរបស់អ្នកជំងឺស្ថានភាពរបស់អ្នកជំងឺគាត់មានចង់សម្លាប់ខ្លួនអត់គាត់មានធ្វើទុក្ខភ័យរវាងអីផ្សេងអត់កន្លែងនោះមួយដែលធ្វើឲ្យការព្យាបាលហ្នឹងពិបាកទៅមុខខ្ញុំនិយាយឡើងនេះខ្ញុំមិនមែនថាគ្រូពេទ្យទាំងអស់ទេតែគ្រូពេទ្យអ្នកមកអ្នកទាំងអស់គ្នាសម័យឬក៏គ្រូពេទ្យដែលអ្នកធ្លាប់ជួបកន្លែងខ្លះទៀតអ្នកជំងឺហ្នឹងគាត់មានលើសអរម៉ូនបំពង់កបើសិនជាគ្រូពេទ្យហ្នឹងគាត់ផ្ដោតតែទៅរឿងផ្លូវចិត្តសុទ្ធគាត់អត់មានបណ្ឌិតឈាមបណ្ឌិតអីឬគាត់បទពិសោធន៍គាត់មិនដែលបានឆ្លងកាត់ទៅជំងឺដែលថាស្តៀងនឹងធ្លាក់ទឹកចិត្តថប់អារម្មណ៍ទេតែគាត់ផ្ដោតទៅលើរបស់គាត់អញ្ចឹងការព្យាបាលហ្នឹងក៏វាខុសទៅតាំងពីដំបូងហើយបាទអញ្ចឹងកន្លែងហ្នឹងក៏ជាកន្លែងដែលត្រូវយើងកំណត់ចំណាំដែរចំណុចមួយទៀតគឺតកតងជាមួយនឹងគ្រូពេទ្យដែរតកតងនឹងការជ្រើសរើសឱសថមកប្រើការជ្រើសរើសឱសថមកប្រើកន្លែងសំខាន់អ្នកព្យាបាលមួយចំនួនគាត់យកឱសថដែលបុរាណពេកដែលថាតាំងជំនាន់សង្គ្រាមលោកដែលគេលែងប្រើហើយយើងនៅតែប្រើទៀតកន្លែងនោះមួយបើសិនជាករណីខ្លះបើធ្វើតែវិបត្តិដំណេកតិចតួចឬក៏ជំងឺនឹងមិនសូវជាធ្ងន់ធ្ងរទេអានឹងអាចថាសង្ឃឹមថាអាចបានគ្រាន់បើខ្លះតែបើជំងឺនឹងជំងឺថប់អារម្មណ៍មានភ័យមានខ្លាចហួសហេតុយកថ្នាំបុរាណមកប្រើគឺមិនសូវជាមានសង្ឃឹមក្នុងការដែលមានភាពធូរស្រាលទេករណីខ្លះទៀតអ្នកទាំងអស់គ្នាអាចសួរខ្ញុំអញ្ចឹងវាយកថ្នាំថ្មីយកមកប្រើថាតើនឹងជោគជ័យតែម្ដងឬក៏បែបណាកន្លែងនោះក៏អត់ដែរតាក់ទងជាមួយនឹងការយកថ្នាំថ្មីយកមកប្រើមិនប្រកាសថាថ្នាំថ្មីនោះត្រូវជាមួយនឹងអ្នកជំងឺហើយនេះហើយបានត្រូវការគ្រូពេទ្យតាមដានថ្នាំ A ថ្នាំ B ថ្នាំ C តើមួយណាបានផលជាងហើយមួយទៀតអ្នកខ្លះទៀតអាចថាគាត់មិនសូវយល់ពីគោលការណ៍នៃការព្យាបាលជាគ្រូពេទ្យគាត់យកថ្នាំ A ថ្នាំ B ដែលទៅបូកជាមួយគ្នាផងយកមកដាក់ចូលគ្នាទាំងអស់អ្នកជំងឺចេញមកធ្វើទុកអត់ស្រួលគាត់នឹងបោះបង់ចោលការព្យាបាលនឹងសឹងថាជារៀងរហូតក៏ថាបានដែរអញ្ចឹងកន្លែងនោះមួយដែលថាសំខាន់ចំណុចមួយទៀតតម្លៃក្នុងការព្យាបាលគ្រូពេទ្យខ្លះគាត់តម្លៃព្យាបាលគាត់ថ្លៃហួសហេតុព្យាបាលបានធូរគ្រាន់បើហើយគាត់អត់មានលទ្ធភាពព្យាបាលអញ្ចឹងការព្យាបាលនឹងបោះបង់ចោលអញ្ចឹងភាពជោគជ័យវាទៅតែឆ្ងាយទៀតទេខ្លះទៀតគាត់មិនសូវជាយកចិត្តទុកដាក់ក្នុងការព្យាបាលបើន័យថាពេលដែលព្យាបាលអញ្ចឹងទៅការសួរនាំអញ្ចឹងមានការលំបាកគាត់មិនតបសារអ្នកជំងឺពេលដែលអ្នកជំងឺសួរការបញ្យល់នឹងមិនបានក្បោះក្បាយវាធ្វើឲ្យអ្នកជំងឺមានទំនុកចិត្តអញ្ចឹងការព្យាបាលនឹងរត់ទៅវិជាពេលឬក៏ថាសឹងតែអាចធូរស្រាលបានអញ្ចឹងសរុបមកវិញមកខ្ញុំអត់មានដាក់កំហុសទៅលើខាងណាទេយើងអាចយកទៅគិតខ្លួនឯងហើយព្យាយាមដោះស្រាយខ្លួនឯងតើយើងមិនធូរនោះមកពីកត្តាណាកត្តាទី1យើងកែប្រែខ្លួនឯងយើងត្រូវមានទំនុកចិត្តទៅលើអ្នកជំងឺកត្តាទី2បើសិនជំងឺនឹងពិបាកយើងទៅរកគ្រូពេទ្យដែរមានការព្យាបាលយើងថាទុកចិត្តយើងទុកចិត្តច្រើនគាត់ជាមនុស្សដែលយកចិត្តទុកដាក់មួយការងារហ្នឹងយើងទៅរកគាត់ទៅកត្តាទី3គឺយើងអាចមើលឡើងវិញថាគ្រូពេទ្យរបស់យើងហ្នឹងព្យាបាលគាត់គិតថ្លៃដែរអត់ហើយការដែលគិតថ្លៃហើយការសួរនាំរវាងគ្នានឹងគ្នាហ្នឹងវាមានភាពប្រតិកលាគាត់យកចិត្តទុកដាក់ជាមួយនឹងជំងឺរបស់យើងអត់អាហ្នឹងយើងដោះស្រាយតាមហ្នឹងដើម្បីបានធូរទាំងអស់គ្នាបាទមែនតើសូមអរគុណចំពោះការតាមដានសូមអរគុណសូមជម្រាបលា